បើកម្មវិធីពិសោធន៍ដោយជ្រើសរើសពិសោធន៍ប៉ូតូយើងនឹងសង្កេតឃើញផ្ទាំងបង្ហាញបែបនេះដោយសារគោលបំណងនៃការពិសោធន៍របស់យើងគឺដើម្បីសិក្សាពីកត្តាជាឥទ្ធិពលដល់តម្លៃខួបរបស់ប៉ោលដូច្នេះយើងត្រូវចុចលើពាក្យផ្ដើមពិសោធន៍ដើម្បីទៅកាន់ផ្ទាំងពិសោធន៍នេះជាផ្ទាំងពិសោធន៍របស់យើងនៅផ្នែកខាងឆ្វេងនេះយើងសង្កេតឃើញមានពាក្យបន្ទាត់នាឡិកាកត់ត្រារយៈពេលនិងដានចលនាខួបនៅពេលដែលយើងចុចคลิกលើពាក្យបន្ទាត់យើងនឹងឃើញមានបន្ទាត់កាត់បង្ហាញលើផ្ទាំងពិសោធន៍ដែលបន្ទាត់កាត់នេះគឺប្រើដើម្បីវាស់ប្រវែងខ្សែរបស់ប៉ោលនៅពេលដែលយើងคลิกលើពាក្យនាឡិកាកត់ត្រារយៈពេលយើងនឹងសង្កេតឃើញរូបនាឡិកាបង្ហាញលើផ្ទាំងដែលនាឡិកានេះគឺប្រើសម្រាប់កត់ត្រារយៈពេលនៃចលនារបស់ប៉ោលជាឧទាហរណ៍ដើម្បីវាស់តម្លៃរយៈពេលនៃចលនារបស់ប៉ោលគឺយើងត្រូវចុចលើសញ្ញាព្រួញខាងស្ដាំឲ្យទៅជាបែបនេះជាមុនសិនរួចចុចលើប៊ូតុងដំណើរការរបស់ប៉ោលយើងនឹងវាស់បានតម្លៃរយៈពេលនៃចលនារបស់ប៉ោលដែលមានបង្ហាញលើនាឡិកាប្រសិនជាយើងចុច tick លើដានចលនារបស់ខួបយើងនឹងឃើញមានគន្លងចលនាពណ៌ខៀវកើតមាននៅពេលដែលប៉ោលមានចលនាគិតចាប់ពីទីតាំងដែលប៉ោលស្ថិតត្រង់ទីតាំងមុំស្មើ0ដឺក្រេរហូតដល់ទីតាំងនេះវិញលើកទី3រយៈពេលនេះរាប់ថាជាមួយខួប2របស់ប៉ោលក្នុងកម្មវិធីពិសោធន៍នេះផងដែរយើងអាចពិសោធន៍ករណីប៉ោលតែមួយឬករណីប៉ោល2ដែលគ្រាន់តែចុចលើប៊ូតុងប៉ោល1ឬចុចលើប៊ូតុងប៉ោល2ប្រសិនយើងចង់ពិសោធន៍ករណីប៉ោល1ក្រោយចុចលើប៊ូតុងប៉ោល1យើងនឹងឃើញមានទំហំមួយចំនួនដែលយើងត្រូវកំណត់មុនពេលចាប់ផ្ដើមពិសោធន៍ដែលក្នុងនោះមានដូចជាតម្លៃប្រវែងខ្សែតម្លៃម៉ាស់ប៉ោលតម្លៃទំនិញត្រង់ទីតាំងដែលយើងជ្រើសរើសដើម្បីធ្វើពិសោធន៍និងកម្លាំងកកិតចំពោះតម្លៃប្រវែងខ្សែយើងអាចប្រែប្រួលប្រវែងរបស់វាបានដោយគ្រាន់តែចុចលើប៊ូតុងពណ៌ខៀវហើយទាញមកខាងឆ្វេងបើសិនជាចង់បន្ថយប្រវែងនិងទាញមកខាងស្ដាំដើម្បីបន្ថែមប្រវែងដូចគ្នាដែរចំពោះតម្លៃម៉ាស់របស់ប៉ោលយើងគ្រាន់តែចុចមកឆ្វេងឲ្យជាប់លើប៊ូតុងពណ៌ខៀវហើយអូសមកខាងឆ្វេងដើម្បីបន្ថយម៉ាស់និងអូសមកខាងស្ដាំដើម្បីបង្កើនម៉ាស់ចំពោះការជ្រើសរើសទីតាំងធ្វើពិសោធន៍យើងត្រូវចុចលើសញ្ញាព្រួញចុះក្រោមនេះយើងនឹងសង្កេតឃើញទីតាំងមួយចំនួនដែលយើងអាចជ្រើសរើសដើម្បីធ្វើពិសោធន៍បានក្នុងនេះគឺយើងឃើញមានជម្រើសដូចជាភពព្រះច័ន្ទភពផែនដីភពរហ័សភពអិចនិងភពដទៃទៀតជាឧទាហរណ៍យើងជ្រើសរើសទីតាំងពិសោធន៍លើភពផែនដីយើងនឹងឃើញតម្លៃដានទំនាញស្ថិតនៅត្រង់កម្រិតនេះប៉ុន្តែប្រសិនជាយើងចុចជ្រើសរើសទីតាំងពិសោធន៍នៅលើភពព្រះច័ន្ទយើងសង្កេតឃើញដានទំនាញនៅលើភពព្រះច័ន្ទគឺតូចជាងដានទំនាញនៅលើភពផែនដីក្នុងការពិសោធន៍ជាក់ស្ដែងយើងអាចធ្វើបម្រែបម្រួលទីតាំងការធ្វើពិសោធន៍ដើម្បីសង្កេតមើលថាតើតម្លៃនៃដានទំនាញជាឥទ្ធិពលទៅលើតម្លៃខួបនៃចលនារបស់ប៉ោលដូចម្តេចក្នុងការពិសោធន៍នេះយើងក៏អាចបញ្ចូលនៅតម្លៃកម្លាំងកកិតក្នុងពិសោធន៍បានផងដែរយើងអាចកំណត់តម្លៃកម្លាំងកកិតខ្សោយឬក៏ខ្លាំងដោយគ្រាន់តែចុចលើប៊ូតុងពណ៌ផ្ទៃមេឃហើយទាញមកខាងស្ដាំដើម្បីបង្កើនតម្លៃកម្លាំងកកិតនិងទាញមកខាងឆ្វេងដើម្បីបន្ថយតម្លៃកម្លាំងកកិតក្រោយកំណត់ទំហំទាំងនេះរួចរាល់ទំហំចុងក្រោយដែលយើងត្រូវកំណត់គឺតម្លៃមុំដែលខ្សែផ្គុំជាមួយនឹងអាចឈរយើងអាចកំណត់វាដោយគ្រាន់តែចុចម៉ៅឆ្វេងលើប៉ោលឲ្យជាប់ហើយចុចទាញទៅរកកម្រិតមុំណាមួយដែលយើងចង់បានតែគួរចងចាំថាក្នុងករណីសិក្សាចលនាប៉ោលមុំដែលយើងជ្រើសរើសគួរតែស្ថិតនៅចន្លោះពី0ដឺក្រេទៅ15ដឺក្រេក្រោយកំណត់តម្លៃទាំងអស់រួចរាល់យើងចុចលើប៊ូតុងដំណើរការដើម្បីសង្កេតមើលចលនារបស់ប៉ោលនិងចុចលើសញ្ញាស្មើត្រង់នេះដើម្បីបញ្ឈប់ចលនារបស់ប៉ោលប្រសិនចង់សង្កេតមើលចលនារបស់ប៉ោលក្នុងល្បឿនធម្មតាសូមចុចជ្រើសរើសពាក្យធម្មតានិងចុចលើពាក្យយឺតប្រសិនជាយើងចង់សង្កេតមើលចលនារបស់ប៉ោលក្នុងល្បឿនយឺតដើម្បីងាយស្រួលក្នុងការកំណត់តម្លៃខួបរបស់ប៉ោលជាទូទៅយើងឲ្យប៉ោលមានចលនាឲ្យបានចាប់ពី5ជុំឡើងទៅរួចយកតម្លៃរយៈពេលសរុបដែលបង្ហាញលើនាឡិកាចែកនឹងចំនួនជុំនោះយើងនឹងទទួលបានតម្លៃខួបរបស់ប៉ោល
ដូចគ្នាដែរករណីដែលយើងចង់សិក្សាចលនារបស់ប៉ោលមានពីរគ្រាន់តែក្នុងករណីនេះយើងត្រូវកំណត់ទំហំផ្សេងៗរបស់ប៉ោលទាំងពីរជាមុនសិនមុននឹងដំណើរការពិសោធន៍ការកំណត់ទំហំផ្សេងៗរបស់ប៉ោលគឺដូចករណីប៉ោលទី1ដែរនិងចុងក្រោយសូមចុចលើប៊ូតុងក្រហមនេះដើម្បីត្រឡប់ទីតាំងរបស់ប៉ោលមកត្រង់ទីតាំងមុំស្មើ0ដឺក្រេនិងចុចលើប៊ូតុងពណ៌ទឹកក្រូចនេះដើម្បីត្រឡប់ទាំងពិសោធន៍មកស្ថានភាពដើមវិញ